បងប្អូនឥឡូវយើងទៅថតភាគរឿងសង្គ្រាមជីវិតអតីតយាចាសម្រាប់ភាគបន្ទាប់ដែលជាភាគទី29អ្នកនរគ្នាគឺវគ្គនេះគឺល្អមួយខ្លាំងមែនតើចានិយាយទៅចាប់ផ្ដើមដំបូងនេះយើងឃើញថាតួប្រុសរបស់យើងនិងតួស្រីហ្នឹងបានជួបគ្នាអ្នកនរគ្នាហើយពេលហ្នឹងគឺជួបគ្នានៅផ្ទះមិត្តភក្តិរបស់តួស្រីអញ្ចឹងទៅចាហើយបន្ទាប់មកហ្នឹងតួប្រុសហ្នឹងក៏សុំញ៉ាំបាយជាមួយអញ្ចឹងទៅហើយតួស្រីអត់ពេញចិត្តទេអត់ចង់និយាយចូលតួប្រុសអញ្ចឹងណាអ្នកនរគ្នាចាហើយចលហ្នឹងក៏ជួបគ្នាមកស្ទុះអញ្ចឹងទៅអូខេអ្នកនរគ្នាហើយសម្រាប់ជប់បន្តវិញយើងឃើញថាប៉ារបស់ស៊ីណារីចាគាត់បាននិយាយជាមួយនឹងតួស្រីថាបងប្អូនហើយសម្រាប់ជប់នេះវិញគឺយើងឃើញថាជានៅពេលដែលប៉ារបស់ស៊ីណារីបាននិយាយជាមួយនឹងតួស្រីថាតាំងពីយកតួស្រីរបស់យើងមកក្នុងផ្ទះរបស់គាត់ហ្នឹងគឺគាត់បាននៅជាមួយនឹងតួស្រីតែហ្មងអញ្ចឹងថ្ងៃហ្នឹងគឺគាត់សុំនៅជាមួយតួស្រីអញ្ចឹងទៅអ្នកគ្នាលក្ខណៈថាបែបជាប្រិយប្រពន្ធអញ្ចឹងណាហើយតួស្រីគេធ្វើម្ញាក់អញ្ចឹងអ្នកគ្នាពេលបលែងគ្នាចឡើងសត្វតែប្រពន្ធដើមគេនឹងអង្គុយអញ្ចឹងអ្នកគ្នាធ្វើឲ្យប្រពន្ធដើមគេគឺខឹងខ្លាំងមែនតើម៉ាក់របស់ស៊ីណារីគឺគាត់បាននិយាយថាអីបានជាទាំងពីរមកធ្វើឲ្យចរិតបែបហ្នឹងនៅមុខគាត់អញ្ចឹងទៅព្រោះគាត់គឺជាមនុស្សថ្លៃថ្នូរហើយមកបលែងគ្នាអញ្ចឹងពេលហ្នឹងអ្នកគ្នានេះស្រីនេះគឺស្រីបាននិយាយថាជាអ្នកបងខ្ញុំសុំទោសដោយសារខ្ញុំបលែងគ្នាបានមើលអ្នកបងអញ្ចឹងទៅពេលហ្នឹងគឺម៉ាក់របស់ស៊ីណារីគឺឈឺចាប់ខ្លាំងមែនតើបងប្អូនអ្នកគ្នាចាហើយចំណែកប៉ារបស់ស៊ីណារីក៏បាននិយាយថាតាមមន្ត្រីយើងទៅវិញអញ្ចឹងទៅលក្ខណៈថាអស់នេះអញ្ចឹងសម្រាប់ឈុតនេះវិញគឺយើងឃើញថាម៉ាក់របស់ស៊ីណារីគឺបានជាយាមចូលទៅធ្វើអប់ទូស្រីនៅក្នុងបន្ទប់ពេលហ្នឹងទូស្រីបាននិយាយថាជាទោះបីជាអ្នកស្រីធ្វើអប់ខ្ញុំក៏ដោយក៏មិនអាចប្រឈប់អារម្មណ៍ឬក៏ប្រឈប់ចរិតរបស់ប្តីរបស់លោកស្រីបានដែរព្រោះប្តីរបស់លោកស្រីនេះគឺជាមនុស្សមិនអញ្ចឹងទៅអ្នកគ្នាគឺពេលហ្នឹងគឺគាត់ខ្វល់សំខាន់គឺគាត់ខឹងទៅកាន់ទូស្រីខ្លាំងមែនតើអូខេអ្នកនរគ្នាតោះឥឡូវអ្នកនរគ្នាចង់ដឹងថារឿងសង្គ្រាមជីវិតឬភាគទី29ល្អមើលប៉ុណ្ណាកុំភ្លេចទស្សនាទាំងអស់គ្នាតាមរយៈប៉ុស្តិ៍បាយ័នអ្នកគ្នាអញ្ចឹងចឹងរឿងមួយនេះគឺចាប់បញ្ចាំងពីថ្ងៃច័ន្ទដល់ថ្ងៃពុធអ្នកនរគ្នាវេលាម៉ោង8ដល់ម៉ោង9យប់តោះបាយបាយចាំមើលទាំងអស់គ្នា